ខ្ញុំបាទឈ្មោះគៀងសរឿនហៅគៀងកបដើមរត់ដំបូងនៅឆ្នាំ2014បើគិតមកដល់ឥឡូវប្រហែលជាជាង12ឆ្នាំការជំនាន់ហ្នឹងខ្ញុំបានមានបញ្ហាងឺធ្ងន់ធ្ងរទើបតម្រូវឲ្យខ្ញុំចាប់យកកីឡារត់ប៉ុណ្ណឹងហ្នឹងគឺប្រចាំជីវិតបងហ្នឹងខ្ញុំគ្រាន់តែជាអ្នករត់តាម3គីឡូទៅមករត់5គីឡូហើយហ៊ានដល់10គីឡូ21 42រហូតដល់ចុងក្រោយហ្នឹងយើងអាចរត់100ម៉ៃហើយលក្ខណៈឧបសគ្គ UTMB មកឡង final ហ្នឹងគឺល្បីពេលយើងអាចចូលរួមចុះឈ្មោះបានលុះត្រាតែយើងឆ្លងកាត់រត់ UTMB series ឲ្យបានយ៉ាងហោចណាស់មួយដងដើម្បីយក stone យកទៅចាប់ឆ្នោតញ៉ាំខ្មែរមិនសូវជាមានអ្នករត់ប្រឡូកនៅ UTMB ច្រើនអញ្ចឹងខ្ញុំបានរត់បាន UTMB បាន6 stone សម្រាប់ UTMB មកឡងហ្នឹងគឺ100ម៉ៃតែវាលើសពី100ម៉ៃទៀតវាមានចម្ងាយរហូតដល់174គីឡូហើយរយៈពោះជិត10000ម៉ែត្រគេឆែកតាំងពីសុខភាពតាំងពី mandatory ដែលគេនឹងត្រូវផ្ញើយើងតាម email បដាមកណាហើយយើងត្រូវតែគោរពតាមលក្ខខណ្ឌរបស់គេវាមាន mandatory ខ្លះយើងត្រូវតែចាំបាច់ត្រូវតែយកដូចជាអាវរងាមួកវ៉ែនតា SF ដូចជាអាវភ្លៀងអីជាដើមអញ្ចឹងហើយនឹងម្ហូបអាហារខ្លះដែលយើងត្រូវដាក់តាមខ្លួនដូចជា hydration ណាតែធ្វើឲ្យយើងពេលដែលអស់ជាតិទឹកទៅយើងញ៉ាំបានភ្លាមហើយការវឹកហាត់របស់ខ្ញុំហ្នឹងគឺគេច្រើនខ្ញុំយកក្នុង oral ដែលក្នុងដែលគួរជាងគេនៅក្នុងស្រុកខ្មែរខ្ញុំដាក់វាជាកន្លែងដែលវឹកហាត់ល្អសម្រាប់ខ្លួនខ្ញុំដោយសារក្នុង oral វា technical ឡើងក៏ចោតចុះក៏ចោតហើយបន្ទាប់ពីហ្នឹងទៀតយើងមានផែនការរត់នៅឡើងក្នុងបូកូពីមុនយើងឡើងម្ដងហើយនៅក្នុងខែហ្នឹងគឺឡើង32យើងចុះមកវិញ32ដើម្បីពង្រឹងសាច់ដុំជើងយើងហើយមួយវគ្គក្រោយនេះដែរនៅមួយខុសទៀតគឺយើងឡើង42ចុះមកវិញ42អញ្ចឹងបូកជុំនេះវា64អញ្ចឹងអាហ្នឹងហើយគឺជាការខិតខំវឹកហាត់មុននឹងទៅសម្រាប់គោលដៅបំឡងឲ្យដល់ទីហើយយើងមិនមានរបួសស្នាមអីឲ្យតែទួអ្វីដែរពីលើដូចថាឆ្ងាយហើយក៏ដូចជាម៉ារ៉ាតុងដែលយើងហាត់ហើយយើងទៅប្រើលបឿនមួយដែលលើសពីការបង្ខំរបស់យើងអញ្ចឹងហើយពេលចប់វាតែងតែមានការជឿចាប់អញ្ចឹងតែកម្លាំងចិត្តបំផុតហ្នឹងគឺ endurance យើងត្រូវតាំងចិត្តថាធ្វើជឿចាប់យ៉ាងណាក៏យើងត្រូវតែដល់ទីដាច់ខាតពេលដែលយើងរត់ឆ្លាញ់កីឡាអីមួយវាបានមកវិញនៅសុខភាពរឹងមាំហើយអ្នកដែលគ្រប់គ្រងខ្ញុំធំបំផុតហ្នឹងគឺអមរិតហើយសូមអរគុណដល់អមរិតដែរតែគាត់មានចក្ខុវិស័យវែងឆ្ងាយគាត់មិនត្រឹមតែគ្រប់គ្រងកីឡាម៉ារ៉ាតុងទេតែឥឡូវគាត់ចាប់ដើមមើលវែងឆ្ងាយគាត់គ្រប់គ្រងវិស័យរត់ឆ្ងាយរត់បែបឧបសគ្គដោយរូបខ្ញុំអញ្ចឹងហើយខ្ញុំសង្ឃឹមថាអមរិតនឹងអាចហ៊ានទៅគ្រប់គ្រងខាងវិស័យត្រេឧបសគ្គហ្នឹងក្នុងពេលអនាគតកាន់តែរឹងមាំថែមទៀតសូមឲ្យយើងព្យាយាមរក្សាសុខភាពឲ្យបានល្អហើយសង្ឃឹមថាយើងមានសុខភាពល្អហើយមើលពិភពលោកបានយូរអង្វែង